ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅព្រឹកថ្ងៃទី16ខែមីនាឆ្នាំ2025នៅបរិវេណវត្តដាឡាការីហៅវត្តថ្មៀឃុំថ្មៀស្រុកជ័យសែនខេត្តព្រះវិហារបានរៀបចំពិធីកាត់ឫស្សីម៉ានិងខ្សែបូសម្ពោធខ្លងសមិទ្ធផលនានាក្នុងវត្តដាឡាការីក្រុមអធិបតីភាពឯកឧត្តមគឹមវិធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារតំណាងឯកឧត្តមម៉ៅសុផាន់អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោកនិងក្រុមការងាររាជរដ្ឋាភិបាលចុះមើលឋានខេត្តព្រះវិហារពិធីនេះក៏មានចូលរួមពីសំណាក់អភិបាលរងខេត្តកងកម្លាំងទាំង3អភិបាលស្រុកប្រធានក្រុមប្រឹក្សាស្រុកហើយនិងក្រុមការងារថ្នាក់ស្រុកក្រុមការងារថ្នាក់ឃុំបានចូលរួមអបអរសាទរយ៉ាងច្រើនកុះករនៅក្នុងនោះក៏មានការសម្ដែងពីរបាំជនជាតិដើមភាគតិចជនជាតិគួយហើយនឹងមានការច្រៀងជាភាសាគួយជនជាតិដើមភាគតិចនៅក្នុងភូមិថ្មៀឃុំថ្មៀស្រុកជ័យសែនខេត្តព្រះវិហារហើយមាននិយាយលោកតាលោកជីតាជីនិងសិស្សានុសិស្សក្រុមវិជាការពារនៃភូមិសមាជិកភូមិអនុភូមិនិងបងប្អូនប្រជាពលរដ្ឋនៅក្រុមចំណុះវត្តដាឡាការីបានចូលរួមយ៉ាងច្រើនកុះករនៅក្នុងនោះអភិបាលខេត្តក៏បានលើកសរសើរដល់ក្រុមការងារថ្នាក់ឃុំថ្នាក់ស្រុកដែលបានដិតដៃដិតជើងខំកសាងសមិទ្ធផលមិនថាវត្តអារាមខាងផ្លូវពុទ្ធចក្រឬក៏អាណាចក្រតែងតែដិតដៃដិតជើងធ្វើការងារយ៉ាងសកម្មសាមគ្គីគ្នានៅក្នុងមូលដ្ឋានថ្ងៃបងប្អូនត្បិតតែវិហារហ្នឹងរៀងតូចបន្តិចមិនប៉ុន្តែស្អាតបងប្អូនវិហារហ្នឹងស្អាតបងប្អូនអាចមើលបានវាមិនតូចប៉ុន្មានបងប្អូនល្មមពុទ្ធបរិស័ទចំណុះវត្តដាឡាការីហ្នឹងហើយបងប្អូនខ្ញុំក៏បានដើរថតកម្ដៅសីមាទាំង8ទិសកុំឲ្យបងប្អូនខ្លះឮថាគេបន់សីមាដឹងអ្នកខ្លះអត់ដឹងថាគេធ្វើម៉េចអីចឹងណាហ្នឹងហើយនៅក្នុងបន្តិចទៀតនេះឯកឧត្តមគឹមវិធីនៃគណៈអភិបាលខេត្តលោកនឹងអញ្ជើញកាត់ឫស្សីម៉ាបងប្អូនចាំមើលថាគេកាត់ឫស្សីម៉ានឹងមិនចាំតាមដានទាំងអស់គ្នាតមកយើងកាត់ខ្សែបូសម្ពោធឆ្លងដើម្បីចូលទៅក្នុងវិហារដើម្បីទៅកាត់ឫស្សីម៉ាបងប្អូនចាំតាមដានមើលទាំងអស់គ្នាចឹងយើងមានការចូលរួមកាត់ខ្សែបូពីព្រះសង្ឃប្រធានក្រុមប្រឹក្សាស្រុកអភិបាលស្រុកលោកជំទាវនិងអាជ្ញាធរភូមិអាជ្ញាធរឃុំនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារនៅក្នុងនោះមានបងប្អូនចូលរួមច្រើនមែនតើបងប្អូនអាចមើលថាច្រើនមួយកតិចជុំវិញវិហារបងប្អូនបន្ទាប់មកឯកឧត្តមអភិបាលខេត្តនិងក្រុមការងារថ្នាក់ខេត្តថ្នាក់ស្រុកបានដើរមកជុំព្រះវិហារដើម្បីដាក់បច្ច័យចូលនៅក្នុងរណ្ដៅសីមាតែបងប្អូនខ្ញុំអត់សូវស្គាល់ក៏ដូចជាអត់សូវបច្ចេះចូលសម្លេងប៉ុន្មានអញ្ចឹងបងប្អូនអាចមើលតាមហ្នឹងហើយមួយទៀតបើសិនតែខ្ញុំចូលសម្លេងទៅមានការខ្វះខាតក៏ដូចជាខុសខាងសិលធម៌ក៏ដូចជាខុសសិលធម៌នៅចំណុចណាមួយក៏ខ្ញុំសូមខន្តីអភ័យទោសទុកជាមុនឲ្យហើយហ្នឹងបងប្អូននេះជាកម្មវិធីកាត់ឫស្សីម៉ាអញ្ចឹងបងប្អូនថា
cắt xây ma cắt bồn cho xây ma bao nhiêu xây ma nó cái bồn máy trứng chẳng ảnh mới bàn chẳng gì cha mười từng ọc này dương châu cả ma đèo lai liên dịch đây cây ngô chụp con ai xong xây ma ơi sầu cam nơi đông đây đất xây ma tăng tốt đầu quan ao em ấy ao phong sầu chặt đám muối quý bay ពេលដែលវគ្គកាត់ឫស្សីម៉ាទៅហើយឥឡូវដល់វគ្គដណ្ដើមបោះសីម៉ាខ្ញុំឆ្ងល់បងប្អូនបោះសីម៉ាច្រើនមែនតើហើយក៏ដណ្ដើមគ្នានេះចែកគ្នាតាមសមូហវិធីដណ្ដើមបោះសីម៉ាខ្លះកាន់កណ្ដៃខ្លះកាន់កំបិតកាន់អីមកខ្ញុំស្រាវខ្លាចចាក់ត្រូវគ្នាអីចឹងណាតែវាអត់អីបងប្អូនបោះសីម៉ានឹងច្រើនឥឡូវដណ្ដើមយកអស់ខ្ទេចបើដណ្ដើមរើសម្រាប់ដណ្ដើមបោះសីម៉ាហ្នឹងវត្តអារាមហ្នឹងឆ្លាស់ចេញមកបងប្អូនអាចមើលបានទាញដណ្ដើមគ្នាទាញខ្លះបានច្រើនហើយខ្លះបានតិចតាំងពីក្នុងវិហាររត់ដល់ជុំវិញវិហារយកអស់ខ្ទេចគ្មានសល់មអស័យហ្នឹងហើយបងប្អូនបន្ទាប់ពីដណ្ដើមគ្នាបោះសីម៉ាឥឡូវកម្មវិធីបន្ទាប់គឺដាក់បាតបងប្អូនទាំងអស់គ្នានៅក្នុងហ្នឹងមានឯកឧត្តមអភិបាលខេត្តគមិធីនិងអភិបាលស្រុកទាំងកុំប្រសាស្រុកក៏ដូចជាក្រុមការងារថ្នាក់ខេត្តថ្នាក់ស្រុកភូមិថ្នាក់ភូមិក៏ដូចជាបងប្អូនជាប្រវត្តិចូលរួមរាប់បាតទាំងអស់គ្នានៅក្នុងនោះមានព្រះសង្ឃចំនួន150អង្គជាទៅមនុស្សច្រើនបងប្អូនមនុស្សឈរចាំដាក់បាតតាំងពីសាលាឆាន់ជុំវិញព្រះវិហារខ្ញុំថតតាំងពីរាប់អាតរាប់បាតដំបងរហូតដល់កតុយផុតហើយនៅមិនទាន់អស់ប្រសង់ទៀតប្រសង់ច្រើនរហូតដល់150អង្គចា៎បងប្អូនចាំមើលទាំងអស់គ្នាកម្មវិធីបន្ទាប់ពីរាប់បាតហើយយើងនឹងមានការចាក់ដូរតន្ត្រីបាសដើម្បីរំលែកកម្សាន្តទាំងអស់គ្នាចឹងសម្រាប់ខ្ញុំអត់មានអីច្រើនបងប្អូនខ្ញុំមកចូលសម្លេងបានតែប៉ុណ្ណឹងជាចុងក្រោយខ្ញុំបាទសូមខន្តីអភ័យទោសខ្ញុំនិយាយទៅមានការលើសលួសខ្វះខាតមិនថាផ្លូវធម៌ក៏ដូចជាខាងព្រះធម៌ក៏ដូចជាខាងបាសកទាំងអស់គ្នាសូមខន្តីអភ័យទោសមួយទៀតក៏ខ្ញុំសូមអធិស្ឋានដែលខ្ញុំបានយករូបទៅផុសដោយគ្មានការអនុញ្ញាតមួយទៀតបើសិនជាបងប្អូនបានមើលឃើញក៏ជួយចុច like ចុច share ដើម្បីលើកទឹកចិត្តដល់ខ្ញុំនេះថតវីដេអូធ្វើវីដេអូបន្តទៀតអញ្ចឹងណាបងប្អូនអញ្ចឹងសូមអរគុណច្រើនមែនតើបងប្អូនអ្នកដែលតែងចុច like ចុច share អញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនហើយបាយបាយជំរាបលាទាំងអស់គ្នាបងប្អូន